សួស្តីអ្នកទាំងអស់គ្នាបាទអូខេស្វាគមន៍កាលវិលត្រឡប់មកកាន់ channel របស់ខ្ញុំបានម្ដងទៀតណាបាទអូខេចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនតើតើពីរបៀបក្នុងការដោះស្រាយទៅលើបញ្ហា Play Store Error បាទនៅពេលដែលយើងធ្វើការចង់ download កម្មវិធីអីនៅលើទូរស័ព្ទយើងនៅលើ Play Store ហ្នឹងគឺវា error ពេលដែលចូលទៅគឺ download អត់បានតែម្ដងណាចឹងវិធីដោះស្រាយគឺងាយស្រួលតែម្ដងក្នុងការធ្វើបាទអញ្ចឹងក្នុងការធ្វើហ្នឹងគឺងាយស្រួលទេអូខេអញ្ចឹងមុនខ្ញុំបង្ហាញសូមអ្នកទាំងអស់គ្នាដែលអត់ទាន់បាន subscribe channel ខ្ញុំបានទេអាចធ្វើការចុចបាន subscribe channel ខ្ញុំបានដើម្បីទទួលបានវីដេអូខ្ញុំបានបន្ថែមបន្តទៀតណាបាទហើយកុំភ្លេច share វីដេអូខ្ញុំមួយតគ្នាផងណាដើម្បីជាការចែករំលែកដល់បងប្អូនយើងផ្សេងទៀតឲ្យគាត់បានដឹងផងណាបាទអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាប្រើនៅកម្មវិធី Play Store យើងហ្នឹងពេលយើងចូលទៅគឺវា download អត់បានអញ្ចឹងណាអ្នកទាំងអស់គ្នាបាទចូលទៅគឺ error យើងចូលទៅហើយយើងចង់ download កម្មវិធីណាមួយគឺវាអត់បានវាដាក់ថា error រហូតអញ្ចឹងណាអញ្ចឹងរបៀបក្នុងការដោះស្រាយគឺងាយស្រួលទេទី1គឺអ្នកទាំងអស់គ្នាចូលមកកាន់ setting មកបាទចូលមកកាន់ setting បាទចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញមួយបាទហើយឲ្យអ្នកទាំងអស់គ្នាបានយល់បានទាន់ក្នុងការធ្វើណាបាទអញ្ចឹងយើងចូលទៅម្ដងទៀតចូលទៅកាន់ setting ហើយបន្តមកទៀតអ្នកទាំងអស់គ្នាអាចអូសចុះក្រោមបាទអូខេហើយអ្នកទាំងអស់គ្នាយកពាក្យថា app បាទអញ្ចឹងរបៀបទី1យើងចូលមកកាន់ setting ហើយយកពាក្យ app បាទហើយយើងអូសចុះក្រោមបាទអូសចុះក្រោមអូខេបាទហើយយើងយកពាក្យថា Play Store បាទ Google Play Store អញ្ចឹងរបៀបទី1យើងចូលមកកាន់កន្លែង setting ក៏បានឬក៏យើងចូលទៅកាន់កន្លែង app របស់វាតែម្ដងក៏បានដែរបាទយើងបាច់ទៅវិញណាអញ្ចឹងខ្ញុំដូចទីបាទយើងចូលទៅកាន់ app វាក៏បានដែរនេះកន្លែងនេះណាយើងចុចវាឲ្យជាប់បាទហើយយើងឃើញពាក្យខាងលើនេះបាទកន្លែងសញ្ញាខាងលើហ្នឹងបំពូទូចហ្នឹងយើងចូលអញ្ចឹងក៏បានដូចគ្នាដែរបាទណាអូខេចឹងដើម្បីឲ្យច្បាស់ខ្ញុំចូលទៅកាន់ setting តែម្ដងបន្តមកទៀតអ្នកទាំងអស់គ្នាយកពាក្យ app បាទហើយអ្នកទាំងអស់គ្នាអូសចុះក្រោមឡើងវិញម្ដងទៀតបាទអូខេចឹងអ្នកទាំងអស់គ្នាត្រូវធ្វើគឺមាន2គឺទី1 Google Play Service ទី2 Google Play Store ចឹងអ្នកទាំងអស់គ្នាយកពាក្យថា Google Play Service សិនបាទយើងចុចលើនឹងមកហើយយើងអូសចុះក្រោមទៀតបន្តមកទៀតអ្នកទាំងអស់គ្នាយកពាក្យថា memory បាទសំទោសបានច្រឡំបន្តិចអ្នកទាំងអស់គ្នាយកពាក្យថា storage បាទបន្តមកទៀតអ្នកទាំងអស់គ្នាកន្លែងមើលខាងក្រោមណាខាងក្រោមឃើញពាក្យថា clear cache អញ្ចឹងបងប្អូនយកពាក្យថា clear cache មកបាទចុចលើនឹងពឹបអូខេអញ្ចឹងយើងចាប់ចំណុចនោះមួយបាទហើយយើងបែកទៅវិញរួចហើយយើងចូលពាក្យថា Google Play Store បាទនៅក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ថាចំពោះទូរស័ព្ទ Android យើងចូលដូចគ្នាធ្វើដូចគ្នាបាទហើយចំពោះបាទទូរស័ព្ទ iPhone អីក៏ចូលដូចគ្នាដែរគ្រាន់តែ iPhone វាប្រើពាក្យថា App Store តែពេលនៅលើទូរស័ព្ទ Android វាប្រើពាក្យថា Play Store ណាបាទយើងចុចលើនឹងមកបាទហើយយើងយកពាក្យថា storage បន្តមកទៀតយើងយកពាក្យថា clear cache បាទ clear cache ណាអ្នកទាំងអស់គ្នាបាទអូខេចំណុចនោះមួយហើយបន្តមកទៀតអ្នកទាំងអស់គ្នាយកពាក្យថា clear data មួយទៀតនេះខាងនេះណា clear data ហើយខ្ញុំសូមបញ្ជាក់ថានៅពេលដែលយើងធ្វើការ clear data ឬក៏ clear cache ហ្នឹងគឺវាអត់ប៉ះពាល់ទៅលើរូបភាពក៏ដូចជាកម្មវិធីនៅលើទូរស័ព្ទយើងទេមានន័យថារូបភាពក៏ដូចជាកម្មវិធីនៅលើទូរស័ព្ទយើងដូចជាកម្មវិធីផ្សេងទៀតណាបាទដូចជា Play ដូចជា Facebook ឬក៏ TikTok ឬក៏ YouTube អីគឺអត់ប៉ះពាល់ទេគឺវានៅដដែលទេបាទណាខ្ញុំសូមបញ្ជាក់ណាបាទគឺអត់ប៉ះពាល់ទៅលើកម្មវិធីទូរស័ព្ទយើងអត់ប៉ះពាល់ទៅលើរូបភាពអីទេគឺវានៅដដែលទេបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ហ្នឹងគឺអត់ប៉ះពាល់ទេបាទហើយបន្តមកទៀតអ្នកទាំងអស់គ្នាអាចធ្វើការចូលទៅនៅបើក online 4G ឬក៏ 3G ហើយយើងចូលទៅកាន់ Play Store ឡើងវិញម្ដងទៀតណាបាទជានៅក្នុងចំណុចនេះដោយសារខ្ញុំអត់បានធ្វើការបើកនៅ online ទេបាទវា offline ទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំប្រាប់ហើយ
អ្នកទាំងអស់គ្នាអាចធ្វើការអនឡាញណាបើអនឡាញហើយធ្វើការតេស្តលើវាឡើងវិញម្ដងទៀតបាទតែប៉ុណ្្នឹងរួចជាការស្រេចណាបាទអញ្ចឹងយើងចូលទៅកាន់ Play Store ម្ដងទៀតមកបាទអូខេហើយយើងបាទឃើញអ្នកទាំងអស់គ្នាគឺអាចដំណើរការបានធម្មតាវិញតាមម្ដងណាអូខេអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងណាហើយសកម្មថានឹងពេញចិត្តណាកុំភ្លេច share វីដេអូខ្ញុំមួយតគ្នាផងណាដើម្បីជាការចែករំលែកណាបាទហើយបើមានចម្ងល់អីអាច comment សួរបានណាខាងក្រោមវីដេអូពីខ្ញុំមានប៉ុណ្្នឹងណាបាយទាំងអស់គ្នាបាទ